បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាដែលជាប្រិយមិត្តរបស់11 Page 11 Channel និង TikTok បាទនេះគឺជាវីដេអូខ្ញុំទៅរកត្រីចង្វាត្រីចង្វាអ្នកគ្នាឬក៏ត្រីច្រវាបងប្អូនហៅត្រីចង្វាឬក៏ត្រីច្រវាជួយខមមិនទាំងអស់គ្នាផងបាទត្រីច្រវាហ្នឹងត្រីអស់ធំណាអ្នកនរគ្នាឃើញក្នុងវីដេអូឃើញទូចអត់មានទូចទេគឺត្រីច្រវាគឺវាប៉ុណ្្នឹងឯងវាអស់ធំហើយអញ្ចឹងការរកត្រីច្រវានៅរដូវប្រាំងនេះគឺខ្ញុំរកនៅក្នុងខែ1ឃើញថាវាច្រើនមែនតើណាអ្នកនរគ្នាដាក់មក1 ម៉ោងគឺសបោមែនតើបាទអញ្ចឹងបងប្អូនឃើញថាអូត្រីទូចមិនបានទៅយកត្រីទូចមកអញ្ចឹងណាមកហូបមកអីអញ្ចឹងក៏ប៉ុន្តែត្រីច្រវាបងប្អូនអត់ធ្លាប់ដឹងខ្ញុំប្រាប់ចុះត្រីច្រវាគឺវាអស់ធំប៉ុណ្្នឹងឯងគឺស្មើនឹងត្រីធំដែរអញ្ចឹងណាបើន័យថាពូជរបស់ត្រីច្រវាហ្នឹងគឺប៉ុណ្្នឹងឯងហើយទូចគឺកូនវាគឺទូជាងហ្នឹងហើយនេះគឺមេហើយយើងរកហ្នឹងគឺផុតនៅរដូវត្រីពងហើយក៏វាតាមអូនហ្នឹងនៅរដូវប្រាំងចូលទៅដល់ខែ3ខែ4ខែ5ដែលអត់ភ្លៀងហ្នឹងទឹកហ្នឹងក៏រីងដែរអញ្ចឹងណាអញ្ចឹងវាអាចនឹងងាប់ទៅតាមហ្នឹងអញ្ចឹងទៅអូខេអញ្ចឹងការទៅរកត្រីច្រវាហ្នឹងគឺយើងដាក់រីម៉ោងកន្លះទូចកន្លះខ្ញុំមិនដឹងម៉ានទេដឹងកន្លះទូចអញ្ចឹងយើងរីហើយយើងដើរដេញបែបហ្នឹងអ្នកគ្នានឹងបងប្រុសខ្ញុំគាត់ដើរដេញគេថាដេញត្រីវាយទឹកចុះឡើងអញ្ចឹងទៅត្រីវាផ្អើលវារត់ចូលម៉ោងវាជាប់នៅម៉ោងហ្នឹងតែម្ដងហើយការរកត្រីហ្នឹងគឺស្រួលអ្នកគ្នាអត់ពិបាកទេគឺដាក់ភ្លាមវាអង្គើវារត់អញ្ចឹងទៅវាចូលម៉ោងជាប់ហ្មងហើយជាប់ក៏វាជាប់ខ្លាំងដែរបើន័យថាត្រីច្រវាហ្នឹងវាអត់ដូចត្រីធំវាអត់បង្ងាស់ដែរប៉ុន្តែលក្ខណៈថាកម្លាំងខ្សោយជាងត្រីធំ20 គីឡូបាត់ហ្នឹង1 ម៉ោងនេះគឺច្រើនមែនតែនហើយថ្ងៃនេះដូចជារកបានខ្ទង់ដល់4 គីឡូអ្នកគ្នា4 គីឡូហើយយើងទៅតែមួយផ្លែដែរទៅសាច់ដាក់ម៉ោងហ្នឹងក៏ប្រហែលជា1 ម៉ោងអញ្ចឹងបានត្រីច្រវាក្នុងហ្នឹងយើងមានត្រីស្លឹកសៃត្រីច្រវាត្រីខ្ទងដែលមាននៅក្នុងលំយើងទៅដាក់នៅអូរដូវវស្សាគឺវាហូរខ្លាំងប៉ុន្តែនៅរដូវខែនេះគឺទឹកវាដាច់ណាអ្នកនរគ្នាអញ្ចឹងវានៅតាមលងមកកន្លែងហ្នឹងទឹកធឹមចកេះធឹមកធឹមក្បាលអញ្ចឹងណាអញ្ចឹងយើងទៅដាក់តាមហ្នឹងហើយយើងដេញដោយវីដេអូខាងដើមហ្នឹងហើយយ៉ាហ្នឹងហើយបងខ្ញុំបងប្រុសហើយនឹងក្មួយប្រុសខ្ញុំគាត់ទៅដាក់ម៉ោងថែមឲ្យនៅដោះតែខ្ញុំទៀតស្រួលដោះមែនតើគាត់ណាលោះគាត់ធ្លាក់ដែរអថៃច្រវាហ្នឹងស្រួលមែនតើហើយយ៉ាគឺដោះអត់ទាត់អ្នកដាក់ទេយើងម៉ោងទៅដល់ហ្នឹងដូចជា6ដៃណាអ្នកគ្នាទៅ6ត្បូងអញ្ចឹងយើងដាក់ផងដោះផងដាក់ផងដោះផងអញ្ចឹងទៅហើយដើម្បីយើងពលឿនណាព្រោះអីថៃហ្នឹងតែយើងទុកយូរវាខូចសាច់ខូចពោះវាស្អុយអញ្ចឹងទៅយើងហូបអត់ឆ្ងាញ់អញ្ចឹងទៅបាទអូខេហ្នឹងហើយតកតងការដាក់ត្រីហ្នឹងវាប៉ុណ្ណឹងជូនពរអ្នកនរគ្នាទស្សនាវីដេអូនេះដល់ចប់សុខភាព